សង្ស័យចរចាលុយមិនត្រូវទើបសមត្ថកិច្ចចាប់បង្ក្រាបសាច់បង្កកជាង7តោនដែលក្រុមឈ្មួញនាំចូលពីក្រៅប្រទេសនិងធ្វើការដុតកំទេចចោលរថយន្តមួយគ្រឿងដឹកសាច់បង្កកចេញពីខេត្តព្រះសីហនុឆ្លងកាត់ខេត្តកំពង់ស្ពឺយកទៅរាជធានីភ្នំពេញជិត7តោនមកដល់ត្រង់ចំណុចស្នាក់ការគយខេត្តកំពង់ស្ពឺទើបបង្ក្រាបសង្ស័យចរចាលុយមិនត្រូវគ្នានៅលើផ្លូវលបឿនលឿនកាលពីរសៀលថ្ងៃទី13ខែកញ្ញាឆ្នាំ2025បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាក់វ៉ាវពណ៌សពាក់ស្លាកលេខភ្នំពេញ 3G7738 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរតាមផ្លូវលបឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុហើយនៅក្នុងរថយន្តនេះបានដឹកសាច់បង្កកចំនួន6មុខក្នុងនោះរួមមាន1ស្លាបមាន់2ជើងមាន់3ត្រីប្រឡាក់4ត្រចៀកជ្រូង5ក្រពះជ្រូង6ពពុះសណ្ដែងសរុបមានទម្ងន់ជិត7តោនយកមកដុតកំទេចចោលនៅត្រង់ចំណុចភ្នំបាក់សម្បូរឃុំតាំងសាស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺហេតុការណ៍នេះបានកាត់ឡើងកាលពីព្រឹកថ្ងៃទី14ខែកញ្ញាឆ្នាំ2025ដោយមានការចូលរួមពីមន្ត្រីតុលាការសាខាគយរដ្ឋកោព្រមទាំងអាជ្ញាធរនៅក្នុងមូលដ្ឋានប្រភពបានបង្ហើបទៀតថាសង្ស័យរឿងចរចាលុយមិនត្រូវគ្នាទើបសាខាគយនិងរដ្ឋកោខេត្តកំពង់ស្ពឺសម្រាប់ដុតកំទេចចោលតែម្ដងទៅសូមរំលឹកផងដែរថាសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនធ្លាប់បានធ្វើពហិការបញ្ឈប់ការប្រើប្រាស់នៅរបស់របរនិងទំនិញរបស់ថៃនិងគ្រឿងឧបភោគបរិភោគដែលនាំចូលពីប្រទេសថៃប៉ុន្តែរថយន្តដឹកសាច់បង្កកខាងលឿននេះគេមិនដឹងថានាំចូលមកប្រទេសកម្ពុជាតាមច្រកមួយណានោះទេទើបបានជាធ្វើចរាចរណ៍ពេញផ្ទៃប្រទេសបែបនេះក្រោមការចោទប្រកាន់ពីប្រជាពលរដ្ឋក្រុមអ្នកសារព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺពីលោកឈុនហៃប្រធានសាខាគយខេត្តកំពង់ស្ពឺនោះទេនៅព្រឹកថ្ងៃទី14ខែកញ្ញាឆ្នាំ2025នេះដោយពុំមានលេខទូរស័ព្ទអង្គភាពសារព័ត៌មានយើងនឹងរងចាំទទួលធ្វើការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ពេលវេលាជុំវិញការចុះផ្សាយខាងលើនេះបើមានប្រតិកម្មណាមួយនោះនៅរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាសូមអរគុណ